Real Madrid ធ្វើឲ្យអ្នកគ្រប់គ្រងខកចិត្តយ៉ាងខ្លាំងមែនទែនបងប្អូនប្រិយមិត្តយើង Real Madrid បានចាញ់ក្រុម Benfica គឺ4-2 ដូច្នេះ Real Madrid មិនអាចឡើងទៅវគ្គ16ក្រុមដោយអូតូនោះទេគឺត្រូវលើលេងនៅវគ្គ Play-off បន្តទៀតដើម្បីឈានទៅវគ្គ16ក្រុមសង្ឃឹមថា Real Madrid នឹងអាចព្យាយាមបានឡើងទៅដល់វគ្គ16ក្រុមបើសិនជា Real Madrid ធ្វើមិនបានក្នុងវគ្គ Play-off នោះ Real Madrid ច្បាស់ជាទិញពានប្រកួតនៅវគ្គ Play-off នេះទិញដោយលុយខ្លួនឯងហើយកុំអួតនៅបច្ចុប្បន្នថាខ្លួនឯងជាម្ចាស់ពានរង្វាន់15សម័យកាលនោះគឺជារឿងចាស់ពីមុនកន្លងផុតទៅដោយសិស្សច្បងមុនគាត់ដណ្ដើមបានពានគឺ15សម័យកាលគឺល្អមែនទែនប៉ុន្តែបច្ចុប្បន្នក្មេងៗជំនាន់ក្រោយក៏មានសមត្ថភាពដូចសិស្សច្បងជំនាន់មុនដែរដូច្នេះ Real Madrid មានតែការខិតខំប្រឹងប្រែងខ្លួនឯងកុំឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្លឹបដូចគេថាម្ចាស់ពានរង្វាន់អធិរាជ15សម័យកាលកុំឲ្យខូចកេរ្តិ៍ឈ្មោះព្រោះកេរ្តិ៍ឈ្មោះនេះគឺល្បីល្បាញតាំងពីជំនាន់ Cristiano Ronaldo ជំនាន់សិស្សច្បងមុនមកម្លេះដូច្នេះ Mbappe Vinicius Junior អាចនឹងការប្រកួតនេះគឺអាចឈានទៅឡើងទៅវគ្គ16ក្រុមដែរឬទេអូយមិនធម្មតាមែនមិនមែនជាលើកទី1ទេដែល Real Madrid លេងនៅវគ្គ Play-off បែបនេះគឺច្រើនលើកហើយបងប្អូនប្រិយមិត្តយើងកាលពីព្រឹកមិញនេះគឺវេលាម៉ោង 3:00 នេះគឺ Real Madrid ប្រឹងប្រែងមែនទែនប៉ុន្តែធ្វើមិនបានល្អដោយការវិបុក Benfica នៅចុងម៉ោងគឺធ្វើស៊ីផ្លូវចិត្តអ្នកគ្រប់គ្រង Real Madrid ខ្លាំងមែនទែនអូយបងប្អូនប្រិយមិត្តយើងចំណែកឯក្រុមដែលឡើងទៅអូតូដូចជា Barcelona មានក្រុមផ្សេងៗជាច្រើនទៀតបងប្អូនប្រិយមិត្តគេក៏ជួបក្រុមខ្លាំងៗនៅវគ្គ16ក្រុមដែរប៉ុន្តែគេនៅរងចាំយើងអ្នកឡើងពី Play-off ទៅអូយមិនធម្មតាទេពាន UEFA Champions League នេះគឺធំធេងណាស់បងប្អូនប្រិយមិត្តគឺមុខមាត់ក្លឹបតែម្ដង